ផ្ទុយពីការបត់ជួលស្ដាំដៃនៃឆ្នេរសមុទ្ររៀមមានភូមិអ្នកនេសាទបត់ជួលខាងឆ្វេងដៃចម្ងាយប្រមាណ1គីឡូម៉ែត្រដូចគ្នាមានឆ្នេរដ៏ល្អប្រណិតមួយទៀតដែលភ្ញៀវទេសចរនិយមមកកម្សាន្តជាទីបំផុតទីនេះមានតូបជាហូហែមានអង្រឹងសម្រាប់អង្គុយកម្សាន្តមានសេវាលក់ដូរភេសជ្ជៈម្ហូបអាហារផ្សេងៗដូចជាមាន់ដុតត្រីបំពងជាពិសេសគឺគ្រឿងសមុទ្រគ្រប់មុខព្រមទាំងអាចងូតទឹកប្រឡាយលេងកម្សាន្តជាមួយនឹងឆ្នេរយ៉ាងត្រជាក់កាយសប្បាយចិត្តថែមទៀតផងស្ថិតនៅមិនឆ្ងាយប៉ុន្មានពីឆ្នេរកំសាន្តនេះមានអារាមដ៏ល្អប្រណិតមួយសាងសង់នៅចង្កេះភ្នំបង្កើតបានជាទីសក្ការៈមួយដ៏ប្រពៃសម្រាប់ពុទ្ធបរិស័ទសង្កាត់រៀមនេះទាំងមូលទីអារាមនេះមានឈ្មោះថាវត្តឧត្តមវិញ្ញាណារាមមាងអើយមាងទឹកងប់មានហបកើតមករូបល្អក្នុងបរិវេណនៃវត្តទាំងមូលយើងសង្កេតឃើញមានរូបចម្លាក់ផ្សេងៗល្អស្អាតគួរឲ្យគយគន់មានម្លប់ឈើត្រជាក់ត្រឈឹងត្រឆេយសម្រាប់ជ្រកទីធ្លាធំទូលាយមានភាពងាយស្រួលណាស់នៅក្នុងការទទួលពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយនៅក្នុងពិធីបុណ្យផ្សេងៗ
សុពទេវីនារីស្រីម្លងកែវនឹងក្តីស្នូទឹកជ្រោះធ្លាក់ប្រឡាយនឹងថ្មកំដរដោយសត្វស្លាប់យំខ្ញៀវខ្ញាស្លឹកព្រៃព្រឹក្សាត្រូវខ្យល់ជំនោបក់រវិចរវិចគួរជាទីរ៉ូមែនទិកណាស់សម្រាប់គូស្នេហ៍ទាំងឡាយទីនេះគឺជារមណីយដ្ឋានដ៏ល្អប្រណិតដែលមានឈ្មោះថាទឹកជ្រោះក្បាលឆាយទឹកជ្រោះក្បាលឆាយមានទីតាំងនៅក្នុងខណ្ឌព្រៃនប់មានចម្ងាយ7គីឡូម៉ែត្រពីក្រុងព្រះសីហនុនិងបត់ជួលឆ្វេងដៃតាមផ្លូវលំចម្ងាយ9គីឡូម៉ែត្រទៀតទឹកជ្រោះក្បាលឆាយមានប្រភពទឹកមកពីភ្នំជាច្រើនតាមមាត់សមុទ្រប៉ុន្តែមកដល់ចំណុចមុខក្បាលឆាយប្រភពទឹកនៅសល់ផ្លូវទឹកហូរតែ3ប៉ុណ្ណោះដែលមានកម្ពស់ពី2ម៉ែត្រទៅ4ម៉ែត្រចរន្តទឹកមកដល់ចំណុចក្បាលឆាយមានផ្លូវទឹកតែមួយដែលមានទឹកហូរយ៉ាងខ្លាំងហើយធ្លាក់ក្នុងល្បាក់ទឹកមានកម្ពស់14ម៉ែត្រទឹកជ្រោះក្បាលឆាយគឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដែលអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តបានយ៉ាងច្រើនឥតដាច់ណាត់ទាំងយ៉ាងจะเป็นใครมีใครមិនកំតាអូនហើយនឹងបងមិនให้វិញក្រៅតាមតាមប្រាំតាមតាមប្រាំទីបាត់ថាមិនមានវិញ្ញាណអត់ទៅទៅយំខ្លាចខ្លាលក្ខណៈពិសេសនៃទឹកជ្រោះនេះគឺទឹកធ្លាក់ជាច្រើនកន្លែងមានកម្ពស់ទាបល្មមងាយស្រួលនៅក្នុងការងូតកម្សាន្តទីធ្លាធំទូលាយផ្ទុកមនុស្សបានច្រើនផ្លូវធ្វើដំណើរងាយស្រួលគឺអាចបើករថយន្តមកដល់ជ្រោះតែម្ដងហើយទីធ្លាចតរថយន្តរាបស្មើធំទូលាយទៀតផង